នេះវីដេអូចែករំលែកចំណេះដឹងជាងដៃថ្មីឬក៏ជាងដែលគាត់មិនសូវយល់ដឹងអំពីកៅព្រោះអាបេនេះលាងបើយើងលាងហើយយើងលាបកៅកុំលាបច្រើនពេកវាហៀចូលនេះចូលក្នុងអារុនទូចសក្លើវានេះអញ្ចឹងម៉ូតូវាឆេះអត់ស្រួលទេវាចូលទៅស្ទះអាហ្នឹងតើយើងទាញអែបានឆេះវាស្ទះរុនហ្នឹងតើទាញអែបានឆេះអញ្ចឹងគេច្រើនជួបច្រើនលាងបេនឲ្យដាក់កៅនេះលាបកៅរិញបេនហ្នឹងរិញនេះយើងដូរចេញទៅមកក្របមិនថ្លៃប្រហែលទេមកក្រប3-4ពាន់ណាពីពាន់នេះយើងដូរចេញទៅកុំស្ដាយវាដូរថ្មីទៅបានអត់មានបញ្ហាវាជាក់ស្ដែងម៉ូតូនេះម្ចាស់គាត់ទៅលាងបេនហើយនេះមើលដៃខ្ញុំដឹងឯងគាត់កៅលាងកាន់វាបន្តិចដល់ប្រឡាក់ពេញដៃអស់ហើយប្រភេទកៅនេះខ្ញុំដឹងថាជាប្រភេទកៅអីប្រភេទកៅសអាកៅសហ្នឹងប្រើកៅទេកុំប្រើវាបើចង់លាបទិញកៅរៀបរងក្បាលកន្លះឡានទៅកន្លែងលក់គ្រឿងឡានទៅទិញមកអាកៅលាបរងរបស់ឡានហ្នឹងអាហ្នឹងពេលដែលរៀបហើយវាស្វិតទៅជារិញពេលដែលវាស្ងួតទៅវាទៅជារិញវាអត់ហូរក្លេកខ្លាក់អញ្ចឹងទេចានេះវីដេអូចែកចំណេះដឹងតិចតួចសម្រាប់ជាងដៃថ្មីណាជាងដែលមិនសូវយល់យើងលាងហើយយើងមិនបាច់ប្រើទេហើយអារុនតូចនេះស្ទះអានេះអាការៈវាស្រួលដឹងដេតទាញអែបានឆេះសាំងមានអីមានណាពេលយើងទាញអែបានដេឆេះហើយឆេះក្រងទីអត់ស្រួលដែរឆេះអត់ស្រួលដែរហ្នឹងចិត្តអារុនហ្នឹងវាចូលរុនទូចអញ្ចឹងមានតែប៉ុណ្្នឹងឯងចាអរគុណច្រើនសម្រាប់ការចូលមើលវីដេអូចំណេះដឹងខ្លីៗ